chó para cha bông tê prai ở đây trái đông cha bông tê praiสมรรถភាពមានប៉ុណ្ណាធ្វើតាមប៉ុណ្ណឹងកុំហក់លោតាមគេថ្ងៃនេះខ្ញុំមានខ្ចៅដូងឆាពងទាប្រៃឃើញថារសជាតិប្លែកឆ្ងាញ់អត់ដែលធ្លាប់ញ៉ាំទេសាកល្បងលើកទី1តែរសជាតិទទួលយកបានសម្រាប់ខ្ចៅដូងឆាពងទាប្រៃមួយមុខហ្នឹងមានគេរីកមិនប្រាប់ខ្ញុំថាពេលញ៉ាំកុំភ្លេចលុតសបកខ្ចៅហ្នឹងពួកអីជាតិរបស់ពងទាប្រៃនោះវានៅជាប់ជាមួយនឹងខ្ចៅដូងហ្នឹងឯងហើយបងអាចមើលខ្ចៅដូងយើងបានឃើញថាសាច់ល្អមែនតើនេះខ្ចៅដូងតលេតែម្ដងថ្ងៃនេះខ្ចៅដូងនេះទទួលបានការឧបត្ថម្ភពីអ៊ំរបស់ខ្ញុំនៅខាងកំពង់ឃ្លាំងគាត់ផ្ញើមកគឺថាទំហំរបស់វាធំមែនទែនបងអើយធំជាងមេដៃខ្ញុំទៀតបើគិតទៅសឹងនឹងប៉ិន2ធ្នាប់ម្រាមដៃរបស់ខ្ញុំហ្មងនិយាយពីថាល្អនោះល្អយកវាមកត្រាំទឹកដាក់ម្ទេសដាក់អីមកហើយចំណែកគ្រឿងផ្សំគឺមានតិចមែនទែនគល់ហឹកក្រៃជាមួយនឹងខ្ទឹមសកិនក៏បានច្រាំក៏បានដែរស្រេចលើបងណាខ្ជិលដូចខ្ញុំយកមកកិនឲ្យស្រួលដំបូងឡើយយើងដាក់ដាំទឹកបន្ទាប់មកទៀតខ្ញុំដាក់គល់ហឹកក្រៃហើយខ្ញុំដាក់ពងទាប្រៃយើងចូលស្ងោរជាមួយគ្នាតែម្ដងតែកុំភ្លេចលាងពងទាប្រៃឲ្យស្អាតផងណាបន្ទាប់ពីពុះមកពុះហើយខ្ញុំចាប់ផ្ដើមចាក់ខ្ចៅដូងរបស់យើងចូលអញ្ចឹងខ្ញុំទុកឲ្យវាពុះមកពុះទៀតកាលណាដែលពុះប៉ុណ្ណេះគឺពងទាប្រៃឆ្អិនល្អហើយអញ្ចឹងយើងក៏ចាប់ផ្ដើមដួសពងទាប្រៃដាក់ចិញ្ចជាមិនលើសម្រាប់ខ្ចៅដូងយើងកុំស្រុះវាយូរពេកត្រង់តែវារបកស្ទះហ្នឹងគឺវាឆ្អិនហើយអញ្ចឹងប៉ុណ្ណឹងមកយើងស្រង់វាចេញដើម្បីស្រង់វាចេញហើយហ្នឹងគឺខ្ញុំត្រូវយកវាទៅលាងទឹកដើម្បីអស់ជាតិពពុះសហ្នឹងហើយនឹងរើសគល់ហឹកក្រៃចេញផងអ្វីពេលដែលយកមកឆាគឺខ្ញុំអត់ឆាជាមួយទេគល់ហឹកក្រៃហ្នឹងហើយឥឡូវមកមើលពងទាប្រៃរបស់យើងឃើញថាឆ្អិនល្អហើយពុះវាចេញមកបន្តមកទៀតខ្ញុំបំបែកយកតែផ្នែកក្រហមទេណាផ្នែកសយើងទុកធ្វើអីក៏ទុកទៅបងអាចយកវាឆ្កឹះតែផ្នែកក្រហមហ្នឹងយកមកចំហុយក៏បានដែរតែខ្ញុំស្ងោរចឹងទៅវាស្រួលឆ្កឹះផងចឹងបន្ទាប់ពីយើងឆ្កឹះវាហើយមកបានបែបហ្នឹងហើយគឺយើងយកពងក្រហមហ្នឹងយកមកជ្រុំវាឲ្យល្អិតបន្តិចជ្រុំនឹងសមក៏បានលាប់ព្រាក៏បានដែរតាមតែចូលចិត្តរបស់បងទេធ្វើម៉េចឲ្យតែងាយស្រួលនិយាយរួមមុខម្ហូបអត់មានក្បួនខ្នាតអីច្រើនទេអ្វីដែលងាយស្រួលហើយលឿនធ្វើទៅវាស្រួលដែរបន្ទាប់មកទៀតយើងដាក់ខ្ទះយកឲ្យក្តៅហើយយើងដាក់ប៊ឺចូលណាប៊ឺធ្វើឲ្យក្លិនរបស់វាហ្នឹងកាន់តែឈ្ងុយយើងដាក់ប្រេងឆាបន្ទាប់ពីហ្នឹងមកខ្ញុំចាប់ផ្ដើមចាក់ខ្ទឹមចូលហើយយើងរំលឹងខ្ទឹមហ្នឹងឲ្យឡើងឈ្ងុយដូចគ្នាបន្ទាប់ពីខ្ទឹមរបស់យើងហ្នឹងរំលឹងឡើងឈ្ងុយហើយគឺយើងយកពងទាប្រៃដែលយើងបានជ្រុំមិញយកមកចាក់តែម្ដងហើយកូរវាបំបែកពងទាប្រៃហ្នឹងវាបែកម៉ត់ល្អណាកន្លែងហ្នឹងនេះគឺវាឡើងពពុះជាងឯងបងបាច់បារម្ភទេហើយបន្ទាប់មកបន្ថយភ្លើងបន្តិចមកយើងដាក់ទឹកចូលបន្តិចបន្ទាប់ពីដាក់ទឹកចូលហើយគឺបងចាប់ផ្ដើមដាក់គ្រឿងចូលតែម្ដងខ្ញុំអត់ប្រើអំបិលទេដោយសារពងទាប្រៃគឺវាមានរសជាតិប្រៃស្រាប់ហើយអញ្ចឹងខ្ញុំប្រើតែស្ករប៊ីចេងម្សៅស៊ុបរ៉ូឌីតែប៉ុណ្្នឹងមកគឺអូខេហើយភ្លក់មើលថាល្មមហើយដាក់ខ្ចៅចូលដាក់ខ្ចៅចូលគឺយើងចាប់ផ្ដើមរំលឹងវារហូតដល់វាខាស់ទឹកដើម្បីឲ្យជាតិរបស់ពងទាប្រៃហ្នឹងវាខាំជាប់ជាមួយនឹងសំបកខ្ចៅដូងហើយនឹងចូលជាតិទៅដល់ក្នុងសាច់តែប៉ុណ្្នឹងគឺអូខេហើយនិយាយរួមគឺខ្ចៅថ្ងៃនេះគឺថាឆ្ងាញ់មែនទែនមកអើយគេមកហូបហៃសូខ្ចងប៉ារ៉ាឆាពងទាប្រៃអីខ្ញុំធ្វើតែខ្ចៅដូងប៉ុណ្ណេះឆ្ងាញ់យកតាណាមអស់និយាយពីញ៉ាំរហូតដល់លឹកដៃតែម្ដងអរគុណជួបគ្នានៅវីដេអូក្រោយ